ថា KC និយាយក្នុង Facebook របស់គាត់អញ្ចឹងចាំខ្ញុំទៅមើលនិយាយថាម៉េចអូខេ KC Barnett ថៃកំពុងរំលោភអនុសញ្ញាហ្សឺណែវដោយកាន់កាប់អ្នកទោសសង្គ្រាមកម្ពុជាចំនួន18នាក់បន្ទាប់ពីការបញ្ចប់សកម្មភាពប្រយុទ្ធមាត្រា18អនុសញ្ញាហ្សឺណែវចែងថាអ្នកទោសសង្គ្រាមត្រូវតែបានដោះលែងនិងផ្ញើត្រឡប់មកប្រទេសរបស់ខ្លួនដោយមិនមានការពន្យាពេលបន្ទាប់ពីការឈប់សកម្មភាពប្រយុទ្ធយ៉ាងសកម្មអូខេនេះគឺជាសម្ដីជាភាសាខ្មែរដែលគាត់ដាក់ណាសម្ដីជាភាសាអង់គ្លេស violation of Geneva Convention holding Cambodia POW beyond cessation of active hostility and conditioning their release on the demands such as law enforcement against the online scamming border demarcation is a violation of the Third Geneva Convention Article 118 នេះគឺជាសម្ដីរបស់ KC Barnett ប៉ុន្តែសម្ដីនេះថៃឆ្លើយបានទេតើថៃគេឆ្លើយយ៉ាងម៉េចឥឡូវខ្ញុំប្រាប់ណាដំបូងយើងកុំតន់អាស៊ីចូលនៅពេលដែល KC Barnett និយាយអញ្ចឹងនេះគឺជាទស្សនៈរបស់ KC Barnett មានន័យថាជាមតិរបស់ KC Barnett តើ KC Barnett និយាយថាម៉េច KC Barnett និយាយថាគេមិនអាចណាយកឆ្លើយសឹកទៅដាក់ជាលក្ខខណ្ឌក្នុងការដោះមីនឬបង្ក្រាប scammer ក្នុងការបង្ក្រាប scammer ឬក៏ border demarcation តើថៃមានយកឆ្លើយសឹក18នាក់ដាក់ជាលក្ខខណ្ឌលើការបង្ក្រាប scammer និង border demarcation ទេតើអ្នកណាដឹងទេតើអ្នកណាឆ្លើយដឹងទេខ្មែរ Guardian ណាឥឡូវនេះ KC Barnett និយាយថាវាជាការខុសនឹងមាត្រា118នៃអនុសញ្ញាក្រុង Geneva ដែលមិនដោះលែងអ្នកទោសហើយតម្រូវឲ្យទៅជាលក្ខខណ្ឌទាក់ទងនឹងការបង្ក្រាប scammer ហើយនឹងការវាស់វែងព្រំដែនតើ KC Barnett ខ្មែរ Guardian តើ KC Barnett និយាយហ្នឹងតើសៀមមានដាក់លក្ខខណ្ឌហ្នឹងទេ Yes or no Yes or no តើសៀមមានដាក់លក្ខខណ្ឌហ្នឹងទេដាក់លក្ខខណ្ឌថាតលតែវាស់វែងព្រំដែនហើយនឹងបង្ក្រាប scammer បានវាលែងអា18នាក់តើសៀមមានដាក់ពាក្យហ្នឹងទេដាក់លក្ខខណ្ឌហ្នឹងទេ Yes or no កុំអាលតន់លោតកឆេងដោយសារហេអានេះ KC Barnett និយាយអញ្ចឹង KC Barnett ហ្នឹងគឺជាព្រះជាម្ចាស់ជីសេះសមកគាត់និយាយគឺត្រូវទេសៀមវាចង្អុលមុខKC Barnett វាថា Who are you when did I put that condition show me the official statement of Thai government តើរដ្ឋាភិបាលថៃបង្ហាញផុសតាងតើរដ្ឋាភិបាលថៃមានដាក់លក្ខខណ្ឌហ្នឹងទេចម្លើយថាអត់ KC Barnett និយាយនេះថៃវាដាក់ឲ្យវិញភ្លាមវាថា you wrote about the issue of POW without knowing what happened you claim that Thai government conditioning the release of the 18 prisoner of war based on the suppression of scammer and border demarcation វាប្រាប់ទៅវិញ Thai government never did that វាចង្អុលមុខ KC Barnett វិញថា KC Barnett ទៅរៀនម្ដងទៀត go back to school and learn how to follow the event Thai Cambodia event វាប្រាប់ KC Barnett ទៅវិញវាប្រាប់ថា go back to school sir ណា or I can educate you បើសិនណាជាមិនទៅសាលាវិញទេថៃវាបដៅមិនបាននិយាយចឹងថៃវាអត់បានដាក់លក្ខខណ្ឌទេចុះថៃវា hold on to POW ខ្មែរយើងវាប្រើសម្ដីអីតើបងប្អូនមានដឹងទេមានចាប់អារម្មណ៍ថាថៃវាប្រើសម្ដីអីទេនៅពេលវាកាន់វានៅឃុំខ្លួនអ្នកទោសសង្គ្រាមយើងនៅពេលដែលថៃវាកំពុងតែចាប់ទាហានយើង18នាក់វាអត់តន់លែងវានិយាយថាម៉េចមានអ្នកណាអាច produce អាពាក្យសម្ដីរបស់ថៃវានិយាយទេអត់ឃើញទេអត់ serious ទេKC Barnett នឹងនិយាយថៃវាស្ដីឲ្យវិញវាស្ដីឲ្យវិញចំញ៉ៃញ៉ាំមួយវាណាអូខេកុំចង្អេញចង្អាងជាមួយវាណាចាំខ្ញុំប្រាប់ខ្មែរយើងក៏អត់បានចាប់ផ្លូវថៃវានិយាយវាថាការដោះលែងអ្នកទោសឆ្លើយសឹកគឺនៅពេលដែលវាមានជំនឿជឿជាក់ថាសង្គ្រាមត្រូវចប់វានិយាយថា
ណាដំបូងវានិយាយថានឹងដោះលែងឆ្លើយសឹកភ្លាមឲ្យតែអនុវត្តនៅលក្ខខណ្ឌដែលចុះហត្ថលេខាក្នុងប្រកាសរួមយ៉ាងហោចឲ្យបានមួយយ៉ាងហោចឲ្យបានមួយបើអនុវត្តដោយបានជោគជ័យមួយនៅក្នុងលក្ខខណ្ឌហើយកងទ័ពថៃនិងប្រទេសថៃមានជំនឿជឿតែថា the hostility ចប់ hostility មានន័យថាចម្បាំងចប់គឺនឹងលែងអ្នកទោសឆ្លើយសឹកភ្លាមឥឡូវនៅក្នុង4ចំណុចយើងរាប់ពីទី1មកការដកអាវុធធុនធ្ងន់ដែលវាត្រូវបញ្ចប់នៅថ្ងៃទី31ខែធ្នូវាចប់ហើយនៅវាចប់ហើយនៅសួរអា KC បានហ្នឹងចេះអានអា joint declaration ហ្នឹងទេ if he knows how to read that what he think ថៃវាខ្ចប់វិញលើនោះអួលដើមករបស់វាឥឡូវដូច្នេះហើយអ្វីដែល KC បានសរសេរគឺជា public for Cambodian public consumption គឺសរសេរដើម្បីឲ្យខ្មែរចូលចិត្តគាត់គាត់នឹងជឿឆ្អាលរឿងហ្នឹងអូខេតែខ្លួនគាត់បើជួបជាមួយថៃវាសួរវិញថាថៃមានដាក់លក្ខខណ្ឌនឹងពីកាំងឲ្យ produce evidence មកឲ្យបង្ហាញមកថាថៃដាក់លក្ខខណ្ឌទេត្រូវតែបង្ក្រាប scammer ឲ្យអស់ហើយនឹងដោះស្រាយព្រំដែនបានលែងម្នេះ18ដូច្នេះ statement របស់ KC Barnett គេចាត់ទុកថា exploitative មានន័យថាម៉េចនិយាយពងវែងដានដើម្បីយកថាខ្លួននឹងនិយាយត្រូវតាមពិតអត់ទេថៃវាស្ដីឲ្យឡើយហ្នឹងថៃវាអត់ទាន់លែងឆ្លើយសឹកដោយសារអីថៃវាប្រាប់ហើយវាថា they said that they do not believe the hostility is ended hostility មានន័យថាម៉េចអាការប្រឈមគ្នាម្រងផ្ទុះអាវុធវាអត់បានចប់អញ្ចឹងថ្ងៃទីប្រហែលដែលបាញ់មកលើប្រជាជនយើងនៅភូមិជោគជ័យរបប2ស្លាប់1ថ្ងៃណាថ្ងៃ12ខែវិច្ឆិកាហ៎12វិច្ឆិកាអញ្ចឹងហ៎ឬក៏ខ្ញុំច្រឡំថ្ងៃ12វិច្ឆិកាអញ្ចឹងហ៎ឬក៏ថ្ងៃទី12តុលាដែលកើតបាញ់នៅភូមិព្រៃច័ន្ទយើងជោគជ័យណាដែលតាហ៊ានសៀមវាបាញ់មកត្រូវជនស៊ីវិលយើងណាអូខេអរគុណអ្នកដែលឲ្យព័ត៌មានមកខ្ញុំទៅ search មើលឃើញហើយគាត់សរសេរទាំងមែនលោក KC បានគាត់សរសេរដើម្បីគាត់យកមុខមាត់ជាមួយខ្មែរដោយអាមួយឈ្មោះMichael Alfaro អញ្ចឹងគ្មានជួយអីទេគាត់មកបន្លំកទេលទៅដេកទៅបើ KC បានពិតជាជួយហ៎ឡើងមកសហរដ្ឋអាមេរិកមកហើយចុះ Michael Alfaro ឡើងទៅសហរដ្ឋអាមេរិកទៅត្រាំហ្នឹងអត់ទេបន្លំកទេលធំបន្លំដេកទេខ្មែរយើងញាក់ខ្លួនឡើងកទេលធំបន្លំដេកមិនមែនតែជួយណាដាក់បានទេណាអានោះcònជាមតិឯកជនទេហើយមតិឯកជនហ្នឹងទៅថៃវាប្រាប់វាអត់មានដាក់លក្ខខណ្ឌផងវានិយាយថាវានឹងបលែងអ្នកទោសបើសិនជាវាជឿថា hostility ចប់គេថានឹងដោះលែងឆ្លើយសឹកបើសិនជាសង្គ្រាមវាចប់ហើយដើម្បីជប់បាញ់បន្តទៅបញ្ចប់សង្គ្រាមគេធ្វើអីទី1គេធ្វើអីគឺការដកអាវុធធុនធ្ងន់3ដំណាក់កាលដែលចាប់ផ្ដើមពីថ្ងៃទី1ខែវិច្ឆិកាហើយត្រូវបញ្ចប់នៅថ្ងៃទី31ខែធ្នូម្សិលមិញខ្ញុំនៅផលណាគាត់ខ្ញុំនិយាយភ្លាមក្មេងគេប្រាប់ខ្ញុំគេថាពួកឯងស្អីក៏ដឹងដែរឃើញទេបានខ្ញុំនិយាយឲ្យខឹងតែខ្ញុំថាអាដឹងមកពីមិនល្ងងអាល្ងងមកពីអត់ដឹងស្អីក៏គេអត់ដឹងដែរអត់ដឹងមែនណាសុំនិយាយអត់និយាយមិននិយាយទៅពូនិយាយចាក់រុកលេងតាពូមានតែឆ្លោះអីណាពូមានតែឆ្លោះអីណាខ្ញុំសន្និវិញនៅបន្ទប់ផលថតនេះវាមានបងប្អូនយើងបងឲ្យសៀមវាលាយដោយសារទឹកចំនួនចង់ឲ្យវាលេចងាប់អស់បើអញ្ចឹងខ្ញុំប្រាប់ទៅវិញខ្ញុំថាទៅវាលេចខ្លាំងមែនទែនវាត្រូវខំប្រឹងឡើងជួបភ្នំដងរែកហើយបើវាអត់ដីនៅវាត្រូវវាយយើងវាយក៏វាយដែរអញ្ចឹងទៅប៉ុន្តែអានឹងមតិទេវាគ្មានអីត្រូវទាស់គ្នាអីទេនៅខ្ញុំនិយាយលេងណាអានឹងវាអញ្ចឹងទេអញ្ចឹងអរគុណដែរដែលផ្ដល់ព័ត៌មានឲ្យខ្ញុំរាវរកខមមិននឹងឃើញណាបាទហ្នឹងអញ្ចឹងមុតកំហុងពេលខ្លះគ្នាមិនចង់ធ្វើអនឡាញទេតែគ្រាន់ចេះកុំព្យូទ័រតិចតួចប្រាក់ខែ1200ទៅរកការងារណាបានប្រាក់ខែរឿងហ្នឹងយល់ហើយណាយល់ហើយ
យល់រឿងហ្នឹងមិនមែនមិនយល់ទេយល់វាមិនមែនមកពីបុគ្គលម្នាក់ទៅធ្វើការ scammer ហ្នឹងទេវាជានយោបាយរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗអូខេសែមវិសាលក្រសួងការពារប្រទេសចិនឲ្យកម្ពុជានិងម៉ាឡេស៊ីប្រុងប្រយ័ត្នចំពោះការចុះកិច្ចព្រមព្រៀងជាមួយអាមេរិកហើយចិនក៏ឲ្យប្រទេសទាំងជួយបកស្រាយបន្ថែមក្នុងការចេះកិច្ចព្រមព្រៀងនោះពិតជាអញ្ចឹងមែនណាព័ត៌មានអ្នកណានិយាយហ្នឹងមើលខ្ញុំសួរហ្នឹងចង់ដឹងដើម្បីខ្ញុំបកស្រាយណាមិនមែនដេញដោលទេកូនអូខេព័ត៌មានគឺពិតដូច្នេះមែនការិយាល័យទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងការទូតនៃទីក្រុងប៉េកាំងបានប្រមានទីក្រុងកូឡាលំពូប្រទេសម៉ាឡេស៊ីនិងភ្នំពេញកម្ពុជាអំពី Trade Rare Earth Critical Mineral Agreements ចិនបានប្រមានកម្ពុជានិងម៉ាឡេស៊ីថាការចុះហត្ថលេខាជាមួយនឹងអាមេរិកត្រូវប្រុងប្រយ័ត្នណាកាលពីខែវិច្ឆិកានេះក្រសួងពាណិជ្ជកម្មចិនការិយាល័យទទួលបន្ទុកផ្នែកទំនាក់ទំនងការទូតនិងពាណិជ្ជកម្មបានបញ្ចេញនៅចំណាត់អារម្មណ៍ទៅកាន់ប្រទេសម៉ាឡេស៊ីនិងកម្ពុជាហើយបានឲ្យមន្ត្រីម៉ាឡេស៊ីនិងកម្ពុជាដឹងថាការចរចាគ្នារវាងម៉ាឡេស៊ីនិងកម្ពុជាលើពាណិជ្ជកម្មពន្ធគយនិងរ៉ែកម្រដែលប្រទេសកម្ពុជានិងម៉ាឡេស៊ីបានចុះហត្ថលេខាឬប្រងចុះហត្ថលេខាជាមួយអាមេរិកតាមរយៈការទំនាក់ទំនងរបស់មន្ត្រីចិនទៅកាន់ប្រទេសទាំងពីរបានសម្ដែងការចាប់អារម្មណ៍ជាមួយកម្ពុជានិងម៉ាឡេស៊ីដែលឃើញថាកំពុងតែត្រូវរើគ្នាអ្វីមួយជាមួយនឹងអាមេរិកដែលទីក្រុងប៉េកាំងបានបង្ហាញឲ្យដឹងថាឲ្យប្រយ័ត្នប្រយែងឲ្យមែនតែនកុំឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រជាផលប្រយោជន៍របស់ចិនពិតមែនគេបាននិយាយចឹងមែនអូខេគេបាននិយាយចឹងមែនណាសេចក្តីចំណាត់អារម្មណ៍របស់ចិនគឺធ្វើឡើងនៅក្នុងការតវ៉ាមួយដែលចិនសម្ដែងភាពមិនរីករាយមួយកម្រិតចំពោះប្រទេសកម្ពុជានិងម៉ាឡេដែលរកស៊ីជាមួយអាមេរិកអ្វីដែលមិនទាន់ដឹងច្បាស់ឬមិនទាន់កំណត់បានគឺមិនទាន់បានឃើញនៅកិច្ចព្រមព្រៀងជា MOU រវាងអាមេរិកនិងកម្ពុជាបញ្ចេញនៅឡើយទេទោះបីជាមានលឺលហលហៀងក៏ដោយក៏ MOU កម្ពុជាអាមេរិកពុំទាន់ឃើញនៅឡើយទេគឺគេឃើញតែក្រដាស់ MOU អាមេរិកម៉ាឡេស៊ីតែគេមិនទាន់ឃើញ MOU អាមេរិកជាមួយនឹងកម្ពុជានៅឡើយទេសេចក្តីអធិប្បាយតាមព័ត៌មាននៅក្នុងស្រុកនៃប្រទេសកម្ពុជាដែលតាក់ទងនឹងការរកស៊ីរ៉ែអឺតរវាងកម្ពុជានិងអាមេរិកបានคล้ายទៅជាព័ត៌មានដែលបណ្ដាលឲ្យស្ថានទូតចិននៅទីក្រុងភ្នំពេញតាមដានយ៉ាងកកិតហើយចិនបានប្រមានកម្ពុជាតាមផ្លូវការទូតជំរុញឲ្យកម្ពុជាគិតឲ្យមែនទែនមុននឹងបោះជំហានទៅរកស៊ីជាមួយចិនទៅរកស៊ីជាមួយអាមេរិកអ្វីដែលជាប្រតិកម្មរបស់ចិនគឺបង្ហាញឲ្យឃើញថាទី1ចិនចាប់ផ្ដើមមិនសប្បាយចិត្តទី2ចិនចាប់ផ្ដើមសង្ស័យទី3ចិនចាប់ផ្ដើមបង្កើតនៅការឲ្យដឹងថាបើអ្នករស់នៅក្នុងសម្ព័ន្ធខ្ញុំអ្នកកុំល្មើសអូខេនេះគឺជាអ្វីដែលព័ត៌មាននឹងឆ្លើយអញ្ចឹងណាស៊ីយឿនមូលហេតុអីបានជារដ្ឋាភិបាលមិនប្រមូលអ្នកចេះដឹងនៅក្រៅប្រទេសឲ្យចូលមករួមអភិវឌ្ឍប្រទេសលោកពូអត់ទេកូនកូនកុំច្រឡំថាខ្មែរនៅក្រៅប្រទេសហ្នឹងចេះជាងខ្មែរនៅក្នុងប្រទេសណាកូនណាពួកអកថោចេះតែនិយាយថាពូអីហ្នឹងមើលងាយខ្មែរពូអត់បានមើលងាយខ្មែរទេតែអកថោវាអត់មានអីមករករឿងពូវាចេះតែថាពូហ្នឹងមើលងាយខ្មែរបើកូនឯងចង់ដឹងពីអ្នកចេះដឹងខ្មែរយើងនៅក្រៅប្រទេសណាអ្នកចេះដឹងខ្មែរយើងវាមានខ្លះដែរណាកូនណាតែចំនួនតិចទេខ្មែរដែលនៅបរទេសហ្នឹងមិនដឹងប្រហែលលានអ្នកទេ1លាន2លានអ្នកហ្នឹង3លានអ្នកហ្នឹងថា1លាន2លានអ្នកនៅបរទេសហ្នឹងមានអ្នកចេះដឹងតែអ្នកចេះដឹងហ្នឹងចំនួនតិចទេណាកូនណាចំនួនតិចទេក៏ប៉ុន្តែអ្នកដែលចេះដឹងខ្មែរអស់ហ្នឹងឲ្យមានការចេះដឹងខាងខេមរៈមេតិកាស្អីទៅខេមរៈមេតិការឿងរ៉ាវខ្មែរណាអ្នកចេះដឹងនៅក្រៅស្រុកមិនសូវមានអ្នកចេះរឿងខ្មែរទេកូនណាដូច្នេះហើយវាមិនជាចាំបាច់ណាស់ណាដែលរាជរដ្ឋាភិបាលត្រូវប្រមូលខ្មែរនៅក្រៅស្រុកហ្នឹងឲ្យទៅជួយស្រុកទេមិនជាចាំបាច់ទេ
មិនចាំបាច់ទេរីឯអ្នកចេះដឹងខ្មែរភាគច្រើននៅក្នុងស្រុកយើងនឹងមានអ្នកចេះដឹងច្រើនណាស់ក៏ប៉ុន្តែអ្នកចេះដឹងនឹងធ្វើការអត់កើតដោយសារសង្គមវាចូលពេកសង្គមបាត់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិឯកជនសង្គមមិនបើកទូលាយក្នុងការអនុវត្តសិទ្ធិសេរីភាពនិងការអនុវត្តច្បាប់ដោយសមធម៌និងយុត្តិធម៌បើយើងនិយាយអំពីថាតើខ្មែរនៅក្នុងស្រុកនឹងខ្វះអ្នកប្រាជ្ញទេអូយអត់ខ្វះទេកូនបើនិយាយថានៅក្រៅស្រុកនឹងមានអ្នកប្រាជ្ញខ្មែរទេមានតិចណាស់កូនអើយចុះត្រូវប្រមូលខ្មែរនៅក្រៅស្រុកនឹងឲ្យទៅជួយធ្វើការនៅក្នុងស្រុកនេះមិនបាច់ទេរួមទាំងខ្ញុំផងដែលមិនមែនអ្នកប្រាជ្ញខ្ញុំតែងតែនិយាយប្រាប់ខ្មែរក្នុងស្រុកថាកុំច្រឡំថាចេញស្រុកនឹងចង់ចូលស្រុកទៅធ្វើការអត់ទេនឹងទី1ជាអារម្មណ៍តល់ខ្លួនអត់ចូលទេទី2ខ្ញុំមានតែអំពាវនាវអ្នកនៅក្នុងស្រុកថាមិនចាំបាច់ពឹងខ្មែរក្រៅស្រុកទេខ្មែរនៅក្រៅស្រុកដែលមានសញ្ញាបត្រខ្ពស់ដូចកូនដូចក្មួយខ្ញុំដូចកូនដូចក្មួយបងប្អូនដទៃគ្នាអត់ចេះខ្មែរទេគ្នាក៏មិនសូវដឹងរឿងខ្មែរដែរបើគ្នាធ្វើការនៅបារាំងនៅកាណាដានៅអូស្ត្រាលីនៅនូហ្សេឡង់នៅយុរ៉ុបនៅអាមេរិកគ្នាធ្វើបានតែបើឲ្យគ្នាទៅធ្វើការនៅស្រុកខ្មែរគ្នាទៅអត់កើតទេនឹងមួយទៀតគ្នាធ្វើមិនកើតទេបើទៅដល់គ្នាលួយពីព្រោះគ្នាមិនធ្លាប់រស់នៅក្រោមការជិះជាន់បើសិនជាគ្នាអោនក្បាលរស់នៅមួយក្រោមការជិះជាន់គ្នាខ្លាយទៅជាអ្នកពុករលួយជាងអ្នកស្រុកខ្មែរទៀតស្រីស្រាលបែងពេលលាវាខ្លាំងទៅទៀតពីព្រោះអីពីព្រោះស្រុកខ្មែរគេត្រូវការលបែងពេលលាអំពើពេលលាបាសាវាអត់មានច្បាប់អញ្ចឹងអត់មានច្បាប់អាមនុស្សដែលទៅនឹងដំបងវារៀងគ្រប់ច្បាប់ប៉ុន្តែដល់វាឃើញគេឯងអញ្ចឹងវាទៅជាមួយគេលួយអស់ដូច្នេះខ្មែរនៅក្រៅស្រុកវាមានតិចណាស់អ្នកចេះដឹងនោះហើយអ្នកដែលចេះដឹងច្រើនអត់ចេះខ្មែរទេអត់ស្គាល់រឿងខ្មែរទេអញ្ចឹងមិនសូវបាច់ពឹងពាក់ច្រើនទេរីឯអ្នកប្រាជ្ញដែលសម្បូរជាងគេគឺអ្នកប្រាជ្ញនៅក្នុងស្រុកចុះមិនបានធ្វើមិនបានមកអំពីស្រុកយើងវាអត់មានសេរីភាពវាប្រកបដោយការជិះជាន់ចូលហើយនឹងអួតបើសិនណាជាមេដឹកនាំយើងកាត់បន្ថយអានោះអូអ្នកប្រាជ្ញក្នុងស្រុកមិនខ្វះទេកូនដូច្នេះសំណួរដែលកូនឯងសួរថាម៉េចបានរដ្ឋាភិបាលមិនប្រមូលអ្នកនៅក្រៅស្រុកមិនបាច់ប្រមូលទេខ្ញុំសឹងតែប្រាប់លោកហ៊ុនម៉ាណែតហ៊ុនសែនថាកុំឲ្យប្រើខ្មែរក្រៅស្រុកកុំឲ្យប្រើខ្មែរក្រៅស្រុកប្រើខ្មែរក្នុងស្រុកហើយរឿងនយោបាយទៀតមានអ្នកខ្លះអើយអីបើសិនលោកសំរងស៊ីបានដឹកនាំប្រទេសបែបល្អអូខេខ្ញុំប្រាប់ទៅមនុស្សដែលនៅក្រៅស្រុកនេះបើឲ្យទៅដឹកនាំប្រទេសប្រហែលជាអាក្រក់ជាងហ៊ុនសែនទៀតមនុស្សដូចសំរងស៊ីអីឲ្យទៅដឹកនាំប្រទេសធ្វើឲ្យប្រទេសលំបាកទៀតសួរថាម៉េចបានលំបាកសំរងស៊ីគាត់មានតែសញ្ញាបត្រទេតែផ្លែខ្នុរគាត់អត់ស្គាល់ផងអញ្ចឹងកុំរំពឹងថាមនុស្សដូចសំរងស៊ីទៅដឹកនាំប្រទេសហ្នឹងវាធូរនោះវាអត់ធូរទេណាខ្ញុំតែអំពាវនាវឲ្យខ្មែរក្នុងស្រុកថាបើយើងចង់បានមេដឹកនាំល្អវាទាល់តែយើងជំរះខ្លួនយើងកុំឲ្យចូលកុំឲ្យអួតហើយឲ្យយើងខំរៀនហើយយើងយកអំណាចហ្នឹងមកដាក់នៅក្នុងដៃយើងដើម្បីរើសមេដឹកនាំរីឯអ្នកដែលអាចធ្វើជាមេដឹកនាំនៅក្នុងប្រទេសកម្ពុជាបានហ្នឹងគឺនៅស្រុកខ្មែរនោះទេខ្ញុំថែមទាំងនិយាយប្រាប់កូនទាំងអស់ថាកុំឲ្យរើសមនុស្សដូចខ្ញុំកុំឲ្យរើសអាពងស៊ីឡនណានៅស្រុកក្រៅនេះវាអត់ចេះធ្វើការទេខ្ញុំបបួលខ្មែរក្នុងស្រុកឲ្យរើសខ្មែរនៅក្នុងស្រុកធ្វើការអញ្ចឹងបងប្អូនស្ដាប់ខ្ញុំឲ្យច្បាស់ណាខ្ញុំមានមើលងាយខ្មែរណាខ្ញុំមិនដែលបានមើលងាយខ្មែរទេខ្ញុំមិនដែលបានមើលងាយខ្មែរទេចុះមិនបានគេចោទខ្ញុំថាខ្ញុំមើលងាយខ្មែរពីព្រោះគេអត់មានអីតវ៉ាជាមួយខ្ញុំកថាវាមានអីតវ៉ាដូចម្សិលមិញក្មួយនៅផលថងអញ្ចឹងបកែកឲ្យញ៉ាំពីព្រោះអីពីព្រោះយើងអត់ចូលចិត្តគេយើងប្រើសំអប់យើងប្រើសំអប់ណាយើងប្រើសំអប់ទៅលើសៀមណាដោយសារយើងអត់ដែលឆ្លងកាត់ស្រុកសៀមអ្នកខ្លះថាមកពីស្រុកខ្មែរមកក្រោយ93អញ្ចឹងវាធម្មតាទេយើងចូលចិត្តយួនយើងមិនចេះឃើញយួនខុសទេយើងឃើញតែសៀមខុសមានថាអីអាចិត្តកំណត់ហ្នឹងយល់តាណាគ្រាន់តែចង់និយាយប្រាប់ថាដរាបណាយើងសើចយំនឹងទុកអ្នកដទៃវាបាបជឿមិនដឹងទេតែវាបាបតែប៉ុណ្្នឹងឯងអូខេចឹងឆ្លើយទៅវិញណាកូនណាមេដឹកនាំដែលល្អគឺនៅក្នុងប្រទេសកម្ពុជាត្រូវរើសគ្នាឯងកុំទៅជឿខ្មែរនៅក្រៅស្រុកនេះចេញស្រុកនិយាយរឿងខ្មែរអ្នកចេះដឹងនៅក្នុងស្រុកអ្នកចេះដឹងច្រើនណាស់នៅក្រៅស្រុកមិនបានរួមជើងអ្នកនៅក្នុងស្រុកទេហើយចុះមិនបានក្នុងស្រុកធ្វើមិនកើតសេរីភាពក៏អត់មានបើមានសេរីភាពធ្វើការហើយអត់មានត្រូវការពឹងពួកខ្ញុំទេដល់បាននៅច្បាស់ហើយនៅតែនិយាយនឹងមើលងាយបងប្អូនទេឬប្រាប់បងប្អូនថាបងប្អូនមានពេជ្រហើយបើបងប្អូនដាក់ពេជ្រក្នុងប្រគុណបងប្អូនមានត្រីរសជាតិឆ្ងាញ់ប៉ុន្តែបងប្អូនអត់ចេះធ្វើត្រីនឹងឲ្យឆ្ងាញ់
បងប្អូនចូលចិត្តស៊ីកលុងចូលចិត្តស៊ីរបស់មកគ្រូបងប្អូនកែអាការស៊ីចុកហ្នឹងទៅនៅប្រទេសកម្ពុជាយើងមានសិទ្ធិរបស់ល្អដូចខ្ញុំនិយាយពីរឿងតាក់ទងអាមេរិកចឹងកម្ពុជាមានកំណត់ទ្របសម្រាប់ដោះដូរជាមួយអាមេរិកដើម្បីរកស៊ីមួយគ្នាប៉ុន្តែខ្ញុំក្រៅឆេវឲ្យតែនិយាយថាមកអោបជើងអាមេរិកខ្ញុំក្រៅឆេវឲ្យតែមានអ្នកសួរថាគេជួយយើងបានទេខ្ញុំចង់ឲ្យបងប្អូនគិតថារកស៊ីមួយគ្នានឹងចឹងណាចឹងជួបបងប្អូន3នាទីទៀតជម្រាបលា